សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងមួយទៀតដែលមានចំណងជើងថាដូរ៉ូរ៉ូមកធ្វើការសង្ខេបជូនទស្សនាសាច់រឿងនៅក្នុងរឿងនេះតាក់ទងជាមួយនឹងអ្នកដែលចេះគុនដាវសាមរ៉ៃហើយនឹងជំនឿតាក់ទងជាមួយនឹងខ្មោចព្រាយបិសាចរករយៈអ្នកតាផ្សេងបើចង់ដឹងថារឿងនេះល្អមើលយ៉ាងណានោះសូមអញ្ជើញតាមដានជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមជាមួយនឹងមេធំរបស់ក្រុមសាមរ៉ៃម្នាក់ឈ្មោះដៃហ្គោកំពុងតែជិះសេះបោះពួយកាត់ភ្លៀងទៅកាន់កន្លែងមួយពេលទៅដល់ដៃហ្គោបានចុះពីលើសេះដើរឡើងតាមកម្មចន្ទាដែលនាំគាត់ទៅកាន់ព្រះវិហារមួយនៅលើភ្នំដែលគេហៅថា Hall of Hell បើប្រែជាភាសាខ្មែរគេថាសាលនរកឬក៏វិហារតាក់ទងជាមួយនឹងឋាននរកដៃហ្គោទៅកាន់ទីនោះគឺដើម្បីនិយាយជាមួយនឹងអរិយអ្នកតាទាំង12ដែលគេហៅថា Demon God ឲ្យជួយស្រោចស្រង់ភូមិស្រុកដែលគាត់កាន់កាប់ផងបច្ចុប្បន្ននេះប្រជាជនរបស់គាត់កំពុងតែជួបគ្រោះទុរភិក្សអត់មានអាហារហូបចុកគ្រប់គ្រាន់ហើយនឹងជំងឺរាតត្បាតដែលបណ្ដាលឲ្យពួកគេស្លាប់ជាបន្តបន្ទាប់នៅពេលនោះដៃហ្គោបានដាក់លក្ខខណ្ឌថាបើសិនជា Demon God ព្រមការពារភូមិរបស់គាត់និងជួយភូមិរបស់គាត់ឲ្យរីកចម្រើននោះ Demon God ចង់បានអីពីគាត់ក៏គាត់យល់ព្រមឲ្យដែរគ្រាន់តែដៃហ្គោនិយាយចប់ភ្លាមមានរន្ទះបាញ់យ៉ាងខ្លាំងចូលទៅក្នុងព្រះវិហារបណ្ដាលគាត់ត្រូវរបួសថ្ងាសនោះចង់បញ្ជាក់ថា Demon God បានចុះហត្ថលេខានៅលើថ្ងាសរបស់គាត់រួចហើយប្រហែលថ្ងៃក្រោយមកនៅភូមិគ្រឹះរបស់ដៃហ្គោបានអង្គុយចាំយ៉ាងទះសាដោយសារតែប្រពន្ធរបស់គាត់កំពុងតែឈឺពោះសម្រាប់កូនដំបងក្រោយមកបន្ទាប់ពីកូនកើតមកយំងាបានតែ2-3ម៉ាត់ស្រាប់តែមានរន្ទះយ៉ាងចម្លែកបាញ់ផុងផាំងចូលទៅក្នុងផ្ទះចំទារកនោះតែម្ដងបន្ទាប់ពីរន្ទះស្ងប់ទៅវិញដៃហ្គោក៏បញ្ញាប់ចូលទៅមើលហើយឃើញថាកូនរបស់គាត់អត់មានស្បែកអត់មានភ្នែកច្មោះតិចនិងដៃជើងអីទេប៉ុន្តែនៅរស់រានមានជីវិតឃើញចឹងដៃហ្គោដូចជាអត់មានតក់ស្លុតអីសោះបែរជាសោយសប្បាយដោយសារតែគាត់ដឹងថា Demon God យល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់គាត់ហើយគាត់បានឲ្យឈ្មោះយកកូននឹងទៅបោះចោលទៅទោះបីជាប្រពន្ធរបស់គាត់ខំបោយ៉ាងណាក៏គាត់អត់ព្រមស្ដាប់ដែរនៅទីនោះផងដែរដៃហ្គោបានឃើញរូបចម្លាក់របស់ព្រះពោធិសត្វមួយបានដាច់ក្បាលហើយអ្នកបម្រើប្រាប់ថារូបនឹងដាច់ក្បាលដោយសារតែអន្ទាក់បាញ់មុននឹងកន្លែងហ្នឹងខ្ញុំសូមប្រហាប្រាបន្តិចតាមពិតព្រះពោធិសត្វហ្នឹងជួយកូនប្រុសរបស់គាត់កុំឲ្យស្លាប់តាំងពីដើមមកប្រពន្ធរបស់គាត់តែងតែបួងសួងសុំឲ្យព្រះពោធិសត្វហ្នឹងជួយកូនក្នុងផ្ទៃរបស់នាងផងតាមតែមើលឈ្មោះគាត់ចង់យកទារកកំសត់យកទៅបលិចទឹកចោលប៉ុន្តែគាត់ហាក់បីដូចជាទទួលអារម្មណ៍ដឹងថាទារកម្នាក់នោះចង់រស់ដល់ពេលអញ្ចឹងទៅគាត់ក៏ដាក់ទារកនោះនៅលើទូកមួយនៅក្បែរនោះហើយបណ្ដែតតាមទឹកឲ្យទារកនោះរស់ឬក៏ស្លាប់តាមយថាកម្មរបស់គាត់ចោះក្រោយមកបន្ទាប់ពីគាត់បានរុញទារកនោះផុតពីដៃហើយស្រាប់តែមានវិស័យមួយក្បាលចេញមកខាំគាត់ស៊ីធ្វើជាអាហារនៅទីនោះផងដែរមានលោកតាពិការភ្នែកម្នាក់ដៃកាន់ចាប៉ីបានដើរទៅដល់ទីនោះនៅក្នុងដងចាប៉ីរបស់គាត់មានលាក់ដាវមួយយ៉ាងស្រួយដែលគាត់ប្រើសម្រាប់ចាត់ការវិស័យនោះបានប៉ុន្តែមិនថាលោកតាម្នាក់នោះពិការភ្នែកប៉ុន្តែគាត់អាចមើលឃើញព្រលឹងរបស់មនុស្សឬក៏បិសាចបាននៅពេលនោះគាត់បានមើលទៅកាន់ទារកនៅលើទូកហើយឃើញថាកុមារដែលគេបណ្តែតតាមទូកនោះត្រូវបណ្ដាសាគេទោះជាយ៉ាងណាលោកតាពិការភ្នែកអាចបានព្យាយាមជួយទារកម្នាក់នោះទេក៏បន្តដំណើរទៅមុខទៀត16ឆ្នាំក្រោយមកទារកនោះបានធំនឹងក្តីហើយគាត់មានឈ្មោះថា Yakimaru ការដែលគាត់មានដៃមានជើងហ្នឹងសុទ្ធតែជាគ្រឿងសិប្បនិម្មិតតែប៉ុណ្ណោះហើយប្រវត្តិរបស់គាត់យ៉ាងណានោះយើងនឹងដឹងនៅពេលក្រោយបន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គសំខាន់ម្នាក់ទៀតឈ្មោះ Dororo ការតុបតែងខ្លួនរបស់នាងមើលទៅដូចក្មេងប្រុសប៉ុន្តែនាងគឺជាក្មេងស្រីនោះទេនៅពេលនេះនាងកំពុងតែបញ្ចេញថ្វីមាត់លក់ឡៃឡង់របស់នៅផ្សារហើយពេលដែលនាងកំពុងលក់សក់ស្រាប់តែមានជនពាលមួយក្រុមមករករឿងនាងបើតាមសម្ដីរបស់ក្រុមជនពាលទាំងនោះរបស់ដែល Dororo កំពុងតែលក់ហ្នឹងគឺនាងបានលួចពីពួកគេមកពួកគេឃើញនាងជាក្មេងទុរគតអាណិតនាងក៏ឲ្យការងារនាងធ្វើចាំយាមរបស់របរឲ្យពួកគេនាងបែរជាលួចរបស់របរពួកគេយកមកលក់ទៅវិញចាប់បានប៉ុណ្្នឹងហើយ Dororo នៅតែអត់រញើតហើយសម្ដីថ្លោដាក់ពួកគេថាមកពីពួកគេល្ងងពេកទើបនាងបោកបាននិយាយរួចនាងក៏បោះធោមួយទៅកាន់អពៈមេខ្លោងហើយរត់គេចចេញពីទីនោះនៅពេលនោះក្រុមជនពាលទាំងនោះបានរត់តាម Dororo រហូតទៅដល់កន្លែងមួយហើយត្រូវបាន Dororo យកឯកសេះគប់ទៅលើពួកគេថែមទៀតគួរឲ្យខឹងមែនទែនបន្ទាប់ពីរត់គេចបានឆ្ងាយហើយ Dororo បានទៅលាងដៃនៅក្រោមស្ពានមួយដែលនៅទីនោះនាងបានឃើញកូនឆ្កែទុរគតមួយក្បាលហើយមើលទៅវាឃ្លានខ្លាំងណាស់ពេលនោះនាងរៀបចំឲ្យចំណីវាស៊ីទៅហើយតែមេក្រុមជនពាលបានមកដល់ហើយចាប់ឆ្កែនោះគំរាមកុំឲ្យនាងរត់ទៀតក្រោយមកទៀតក្រុមជនពាលបាននាំគ្នាព្រួតវាយ Dororo ឲ្យរៀងចាល់ម្ដងទោះជាយ៉ាងណា Dororo ចិត្តខ្លាំងណាស់នៅតែរើដុំថ្មគប់អពៈមេខ្លោងឡើងឈាមភ្នែកដល់ពេលខឹងខ្លាំងពេកអពៈមេខ្លោងចង់ចាប់ Dororo ជាមួយទឹកសម្រាប់ចោលតែម្ដងប៉ុន្តែបដូរចិត្តវិញដោយសារតែឃើញតួអង្គឯករបស់យើងឈ្មោះ Yakimaru កំពុងតែឈរនៅលើស្ពាននៅពេលហ្នឹង Yakimaru មិនបានចាប់អារម្មណ៍ជាមួយនឹងពួកគេទេរបស់គាត់សម្លឹងមើលទៅឆ្ងាយតាមពិតទៅគាត់ពិការភ្នែកមើលអត់ឃើញនោះទេអ្វីដែលគាត់មើលឃើញគឺស្មៅពណ៌ក្រហមដែលបញ្ជាក់ថានោះគឺជាបិសាចចំណែក Dororo ហើយនឹងក្រុមជនពាលមើលឃើញបិសាចទេឃើញតែសម្រាមដែលតាមទឹកមកហើយតម្រាំតដឹងក្រុមជនពាលទាំងអស់ត្រូវបានបិសាចចាប់ស៊ីអស់អាលីងបន្ទាប់ពីចាត់ការបិសាចនឹងបានហើយ Dororo បានយកដៃសិប្បនិម្មិតរបស់ Yakimaru ទៅសោកចូលក្នុងដៃរបស់គាត់វិញនៅពេលនោះនាងចាប់អារម្មណ៍ថាមុខមាត់របស់ Yakimaru សុទ្ធតែសិប្បនិម្មិតទាំងអស់ក្រោយមកបន្តិចស្រាប់តែ Yakimaru មានអាការៈចម្លែកហើយស្រោមមុខសិប្បនិម្មិតរបស់គាត់ក៏ធ្លាក់ចុះមកចំណែកនៅលើមុខគាត់បានដុសចេញស្បែកថ្មីដែលជាស្បែកពិតប្រាកដ
នៅក្នុងរឿងនេះឲ្យតែយ៉ាគីម៉ារូសម្រាប់បិសាចដែលជា Demon God ណាមួយក្នុងចំណោមទាំង12នោះគាត់នឹងទទួលបានសេរីរាង្គដើមរបស់គាត់មកវិញចាប់តាំងពីពេលនឹងមក Dororo បានដើរតាមយ៉ាគីម៉ារូនាងដូចជាមិនជឿសោះថាយ៉ាគីម៉ារូមើលអត់ឃើញហើយនេះមានសំណួរច្រើនណាស់ចង់សួរគាត់ប៉ុន្តែនៅពេលនេះយ៉ាគីម៉ារូក៏ហិចថ្លង់ស្ដាប់នាងអត់លឺនិយាយក៏អត់កើតដែរបន្តមកទៀតយ៉ាគីម៉ារូបានឈប់តាមផ្លូវដើម្បីបេះផ្លែឈើញ៉ាំរួចហើយគាត់បានចុះទៅក្នុងបឹងចាប់បានត្រីមួយចំនួនចង់ញ៉ាំទាំងឆៅប៉ុន្តែ Dororo បានខាត់គាត់ចាំនាងចំអិនឲ្យឆ្អិនសិនទើបញ៉ាំឆ្ងាញ់នៅយប់នោះពេលសម្រាប់ញ៉ាំត្រី Dororo បានបបួលយ៉ាគីម៉ារូចូលរួមធ្វើការងាររកស៊ីជាមួយនាងហើយនាងធានាថាពួកគេទាំងពីរនាក់នឹងក្លាយទៅជាអ្នកមានស្ដុកស្ដំDororo ដូចជាចូលចិត្តនិយាយជាមួយនឹងយ៉ាគីម៉ារូច្រើនទោះបីជាដឹងថាគាត់ស្ដាប់អត់ឮក៏ដោយចំណែកយ៉ាគីម៉ារូវិញការដែលគាត់យកព្រមឲ្យ Dororo នៅក្បែរគាត់គឺដោយសារតែគាត់មើលឃើញព្រលឹងរបស់ Dororo មានពណ៌សអត់មានគ្រោះថ្នាក់អីដល់គាត់ឡើយសូមបញ្ជាក់ថាបើសិនជាគាត់មើលឃើញព្រលឹងពណ៌ក្រហមមានន័យថាជាព្រលឹងរបស់បិសាចស្អែកព្រឹកឡើង Dororo បានរត់ចូលទៅក្នុងភូមិផ្លែតហើយត្រឡប់មកវិញទទួលដំណឹងថានៅក្នុងភូមិគេកំពុងតែប្រកាសរកអ្នកដែលកម្ចាត់បិសាចដោយសារតែមានបិសាចចេញមកចាប់អ្នកដំណើរហើយនិងអ្នកភូមិយកទៅស៊ីដល់ពេលចឹងទៅ Dororo ក៏នឹកឃើញវិធីរកលុយដោយបបួលយ៉ាគីម៉ារូទៅកម្ចាត់បិសាចដើម្បីយកប្រាក់រង្វាន់ពេលចូលទៅដល់ក្នុងភូមិពួកគេបានជួបជាមួយនឹងតំណាងអ្នកភូមិម្នាក់ឈ្មោះ Denkichi ហើយនៅពេលនោះ Dororo បាននិយាយអួតប្រាប់ពីយ៉ាគីម៉ារូឲ្យអ្នកភូមិបានដឹងថាគាត់ខ្លាំងចេះខ្លាំងចុះពេលនោះ Dororo ធានាទៀតថារឿងចាត់ការបិសាចទុកចិត្តលើពួកគាត់ចុះបើសិនជាធ្វើមិនបានសម្រេចអត់យកលុយទេបន្តមកនៅយប់នោះអ្នកភូមិបានឲ្យពួកគេសម្រាកនៅក្នុងក្រោលសេះធំមួយហើយ Dororo ចាប់អារម្មណ៍ថានៅភូមិនឹងអត់មានស្រែចម្ការអីច្រើនទេតែអ្នកភូមិដូចជារស់នៅធូរធារដល់ពេលចឹងទៅក៏ឆ្ងល់ដែរថាតើអ្នកភូមិមានប្រភពចំណូលពីណាមកទៀតបន្តមកនៅសុកស្រាប់តែទៀនរលត់ហើយ Dororo បានឃើញបិសាចម្នាក់ចម្លែកណាស់ខ្លួនតូចក្បាលធំឃើញចឹង Dororo ក៏បានហៅយ៉ាគីម៉ារូឲ្យចាត់ការបិសាចនឹងចោលទៅប៉ុន្តែយ៉ាគីម៉ារូអង្គុយនៅស្ងៀមអត់ធ្វើអីសោះដោយសារតែគាត់មើលដឹងថាបិសាចនោះស្លូតទេអត់បង្កគ្រោះថ្នាក់អីដល់គាត់ឡើយហើយវាពិតជាអញ្ចឹងមែនបិសាចនោះចូលមកមិនដឹងថាមានការងារអីទេគ្រាន់តែអង្រួនកណ្ដឹងហើយសួរពួកគេថា Do you want ប្រែថាចង់បានអត់រួចហើយក៏ដើរចេញទៅវិញបានពេលព្រឹកឡើងDenkichiបានមកដល់ហើយប្រាប់ថាមេភូមិចង់ជួបពួកគេហើយនៅពេលដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់ផ្ទះរបស់មេភូមិឃើញថាប្រជាជននៅភូមិហ្នឹងគួរសង្ស័យណាស់ពេលទៅដល់ Dororo ចាប់អារម្មណ៍ថាផ្ទះមេភូមិធំហើយស្អាតទៀតហើយពេលចូលទៅដល់ខាងក្នុង Dororo ចាប់អារម្មណ៍ទៀតហើយថាមេភូមិគឺជាស្រីស្អាតម្នាក់ឈ្មោះបានដៃប្រាប់ថានាងដើររួចទេដោយសារតែនាងរបួសជើងចំណែកយ៉ាគីម៉ារូវិញគ្រាន់តែងើបមកមើលឃើញបានដៃភ្លាមគាត់ចង់ដកដាវទៅចាត់ការនាងផ្លែតឃើញចឹង Dororo ក៏ព្យាយាមខាត់គាត់ហើយស្ដីគាត់ថាការប្រយុទ្ធមិញឃើញបិសាចព្រមដកដាវទេឥឡូវឃើញស្រីស្អាតចង់ដកដាវអីណានៅពេលនោះ Denkichi បានដឹកនាំគ្នាចូលមកចាប់ពួកគេរួចហើយបញ្ជូនពួកគេយកទៅដាក់ឃុំនៅកន្លែងមួយនៅទីនោះពួកគេបានជួបជាមួយនឹងលោកតាពិការភ្នែកដែលយើងបានឃើញម្ដងហើយកាលពី16ឆ្នាំមុនលោកតាពិការភ្នែកប្រាប់ថាគាត់ក៏ត្រូវបានគេចាប់មកដាក់ឃុំនៅកន្លែងហ្នឹងដែរនៅពេលនោះគាត់បានបញ្យល់ប្រាប់ Dororo ថាអ្នកពិការភ្នែកដូចជាគាត់ហើយនឹងយ៉ាគីម៉ារូអាចមើលឃើញព្រលឹងរបស់មនុស្សនិងបិសាចខណៈពេលដែលពួកគេកំពុងតែនិយាយគ្នានោះស្រាប់តែមានបិសាចមួយទៅដល់ទីនោះយើងអត់ដឹងថាបិសាចនោះមានរូបរាងមិនទេគ្រាន់តែឃើញដៃវាឡើងតាមដងមកហើយយ៉ាគីម៉ារូបានដេញតាមចាត់ការវាតាមពិតទៅដូននោះគឺជាផ្លូវក្រោមដីដែលនាំពួកគេទៅដល់ផ្ទះមេភូមិវិញពេលទៅដល់លោកតាពិការភ្នែកបានប្រាប់ Dororo ថាមេភូមិឈ្មោះបានដៃនោះមានព្រលឹងពណ៌ក្រហមដូចឈាមដែលមានន័យថានាងគឺជាបិសាច Demon God ម្នាក់ហើយអត់លាក់បានទៀតទេបានដៃក៏ប្រែក្លាយទៅជាបិសាចដែលមានរូបរាងមើលទៅគួរខ្លាចមែនទែនការប្រយុទ្ធនៅពេលហ្នឹងបិសាចបានដៃបានចាក់យ៉ាគីម៉ារូឲ្យរបួសហើយក្រោយមកយ៉ាគីម៉ារូក៏បានចាក់បានដៃឲ្យរបួសភ្នែកវិញនៅពេលហ្នឹងDenkichiបានទៅដល់ហើយទាញកណាត់ក្របយ៉ាគីម៉ារូដើម្បីជួយរំដោះបិសាចបានដៃឲ្យគេចចេញពីទីនោះពេលនេះយើងដឹងហើយថា Denkichi សុំកលុំជាមួយនឹងបិសាចបានដៃហ្នឹងដោយចាប់អ្នកដំណើរទុកឲ្យបិសាចស៊ីតាមទៅមើលយ៉ាគីម៉ារូវិញគាត់មិនបណ្ដោយឲ្យបិសាចបានដៃរួចខ្លួននោះទេនៅពេលនោះបិសាចបានដៃបានគប់កំពង់ឫស្សីជាច្រើនចាប់យ៉ាគីម៉ារូជាប់បំរុងស្លាប់ចោលទៅហើយប៉ុន្តែវាបានលឺសំឡេងកណ្ដឹងរបស់បិសាចក្បាលធំក៏ងាកទៅមើលនោះគឺជាកំហុសយ៉ាងធំមួយរបស់វាដែលអនុញ្ញាតឲ្យយ៉ាគីម៉ារូរើខ្លួនរួចហើយលោតទៅចាក់សម្លាប់វាចោលបានក្រោយពីបិសាចធំនោះស្លាប់បាត់ទៅបានដៃក្នុងរូបរាងជាស្រីស្អាតក៏ចេញមកវិញម្ដងប៉ុន្តែមិនដឹងថាចេញមកធ្វើអីទេបើគង់តែត្រូវបានយ៉ាគីម៉ារូចាក់សម្លាប់ដដែលនឹងកន្លែងទៅមើលបិសាចក្បាលធំដែលគូកណ្ដឹងវិញគាត់ក៏បានរលាបាត់ខ្លួនផងដែរហើយនៅកន្លែងដែលគាត់ឈរនោះ Dororo បានពិនិត្យឃើញមានកមាសជាច្រើនDenkichi សារភាពថាកមាសទាំងនោះគឺជារបស់អ្នកដំណើរដែលបានដៃបានសម្លាប់មុនពេលបានដៃមកដល់ភូមិនឹងភូមិរបស់គាត់ក្រខ្លាំងណាស់អញ្ចឹងហើយទើបគាត់ការពារបានដៃដើម្បីជួយស្រោចស្រង់ភូមិរបស់គាត់នៅពេលនោះ Dororo បានបន្ទោសDenkichi ថាគាត់អាក្រក់ជាងបិសាចទៅទៀតបន្តមកទៀត Dororo យ៉ាគីម៉ារូហើយនិងលោកតាពិការភ្នែកបានបន្តដំណើរទៅមុខទៀតហើយនៅពេលដែលពួកគេដើរមិនទាន់បានប្រមាណផងស្រាប់តែយ៉ាគីម៉ារូមានអាការៈចម្លែកមូលហេតុគឺដោយសារតែក្រោយពីគាត់សម្លាប់បិសាចបានដៃគាត់ទទួលបានញៀនមួយទៀតគឺដឹងពីការឈឺចាប់នៅក្នុងខ្លួនបន្តមកតែរឿងបានកាត់ទៅមើលប្រវត្តិរបស់យ៉ាគីម៉ារូកាលពី16ឆ្នាំមុននៅពេលដែលគាត់ត្រូវបានគេបណ្តែតតាមទូកទៅតាមទឹកនៅពេលនោះគាត់បានដែរទៅជួបជាមួយនឹងបរិបពុកមាត់ម្នាក់ឈ្មោះជូខេហើយដោយសារតែឃើញយ៉ាគីម៉ារូនៅចង់រស់ជូខេនៅពេលក៏យកគាត់ទៅចិញ្ចឹម
6 ឆ្នាំក្រោយមកគេឃើញថាយ៉ាគីម៉ារុមានដៃមានជើងអាចដើរបានដោយសារតែជូខៃបានធ្វើដៃជើងសិប្បនិម្មិតឲ្យគាត់មានថ្ងៃមួយនៅពេលដែលគាត់ដើរនៅក្នុងព្រៃសុកស្រាប់តែមានបិសាចចចកយ៉ាងធំបែកប្រហារមកលើគាត់សំណាងល្អជូខៃបានជួយសង្គ្រោះគាត់ទាន់ចាប់តាំងពីពេលនោះមកជូខៃចាប់អារម្មណ៍ថាពួកបិសាចតែងតែព្យាយាមតាមយាយីយ៉ាគីម៉ារុជានិច្ចហើយដើម្បីឲ្យយ៉ាគីម៉ារុអាចរស់នៅបានដោយខ្លួនឯងទៅថ្ងៃអនាគតជូខៃចាប់ផ្ដើមបង្រៀនក្បាច់គុណដល់គាត់នៅអាយុ16ឆ្នាំយ៉ាគីម៉ារុចេះក្បាច់គុណយ៉ាងស្ទាត់អាចចាត់ការបិសាចជាច្រើនការពារខ្លួនបានហើយមានថ្ងៃមួយនោះគាត់បានសម្លាប់បិសាចដែលជា Demon God មួយក្បាលដែលការសម្លាប់បិសាចមួយក្បាលនោះបានផ្ដល់ឲ្យគាត់នៅជើងស្ដាំរបស់គាត់មកវិញត្រឡប់មកបច្ចុប្បន្នវិញពេលយ៉ាគីម៉ារុភ្ញាក់ដឹងខ្លួនគាត់បានដើរកន្លងភ្លើងហើយមានអារម្មណ៍ថាក្តៅជើងហើយនៅពេលហ្នឹងគាត់ចង់ដឹងណាស់ថាបើសិនជាជើងរបស់គាត់ចន់ភ្លើងនឹងមានអារម្មណ៍យ៉ាងម៉េចវិញវាមានអារម្មណ៍មិនមានតែការឈឺចាប់ដោយសារតែអាលៀកហ្នឹងណាសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ពាក្យថាល្អមើលម្នាក់មួយហើយបើសិនជាមិនទាន់បាន subscribe channel មនោចរណៃទេសូមកុំភ្លេចជួយចុច subscribe ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin សូមអរគុណម្ដងទៀតហើយនឹងសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនិងអនាគតបវររុងរឿង